នៅពេលដែលប្តីមិននៅផ្ទះនាងក៏ទៅលួចវាយឡើងជាមួយនឹងមនុស្សប្រុសគ្រប់គ្នានៅក្នុងភូមិដោយគ្រាន់តែជាធ្នូជាមួយនឹងកមួយបាវនឹងសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Tech Studio ថ្ងៃនេះ admin បាននាំយកសាច់រឿងបែបក្តៅសាច់មួយទៀតហើយជួបមកសម្រាប់ចែកជូនអ្នកទាំងអស់គ្នាទស្សនាកំសាន្តហើយសាច់រឿងមួយនេះ admin គិតថាវាល្អមើលខ្លាំងមែនទែនថែមទាំងមានឈុតក្តៅសាច់ច្រើនទៀតផងដូច្នេះកុំឲ្យខាតពេលយូរតើយើងទៅទស្សនាជាមួយនឹងការសម្រាយរបស់ admin ទាំងអស់គ្នារឿងនេះក៏មានចំណងជើងថា Mulberry ដែលវាត្រូវបានចេញផ្សាយលើកដំបូងនៅក្នុងឆ្នាំ 1986 សាច់រឿងបានចាប់ផ្ដើមមកនៅក្នុងភូមិតូចមួយនៅក្នុងប្រទេសកូរ៉េនាសម័យនោះមិនមានការបែងចែកអ្វីនោះទេហើយយើងក៏បានជួបជាមួយនឹងប្តីប្រពន្ធមួយគូដែលប្តីនោះគាត់មានឈ្មោះថាគឹមសម្បូរចំណែកប្រពន្ធនោះគឺនាងមានឈ្មោះថាអានញ៉ោនៅពេលនេះប្តីរបស់នាងនឹងបំរុងនឹងចាក់ចេញពីផ្ទះរាប់ខែដើម្បីទៅលេងល្បែងស៊ីសងនៅកន្លែងផ្សេងដោយមិនដែលគិតខ្វល់ខ្វាយពីនាងដែលជាប្រពន្ធនោះឡើយគាត់មិនដែលទុកលុយឲ្យនាងចាយនិងមិនដែលខ្វល់ខ្វាយអំពីសុខទុក្ខជីវភាពរស់នៅរបស់នាងនោះទេគឺគាត់មិនដែលខ្វល់ខ្វាយអំពីអ្វីដែលនាងបាននិយាយតទៅសោះគាត់គ្រាន់តែប្រាប់ថាគាត់នឹងបញ្ញាត្រឡប់មកផ្ទះវិញតាមអ្វីដែលគាត់អាចធ្វើទៅបានដោយសូមឲ្យប្រពន្ធនឹងអត់ធ្មត់រងចាំដល់ពេលដែលគាត់ត្រឡប់មកវិញពេលនិយាយចប់ប្តីប្រពន្ធទាំងពីរនាក់ហ្នឹងក៏បានលាគ្នាយ៉ាងផ្អែមល្ហែមបន្ទាប់មកអានញ៉ូបានអង្គុយមើលប្តីរបស់នាងនឹងចាក់ចេញដោយទឹកភ្នែកល្ហែមល្ហាមចឹងទៅភ្លាមនោះក៏ស្រាប់តែមានស្ត្រីចំណាស់ម្នាក់នឹងបានបើកទ្វារចូលមកហើយបានសួរទៅអានញ៉ូថាតើនាងមានចាំបរិសម្នាក់ដែលរស់នៅផ្ទះក្បែរនេះទេគាត់មានឈ្មោះថាឈីហើយគាត់ជាបរិសម្នាក់ដែលបានទៅរៀននៅប្រទេសជប៉ុនក៏ប៉ុន្តែគាត់បានត្រឡប់មកវិញដោយសារតែគាត់ខូចចិត្តនារីចំណាស់ម្នាក់នេះបាននិយាយប្រាប់ទៅទូឯកស្រីថាប្រហែលថ្ងៃមុននេះគឺឈីបានមកជួបគាត់ហើយនិយាយប្រាប់ថាគាត់ចង់ជួបជាមួយនឹងទូឯកស្រីស្ត្រីចំណាស់ម្នាក់ហ្នឹងបានតាក់ទងជាមួយនឹងទូឯកស្រីឲ្យទៅដេកជាមួយគាត់ហើយឥឡូវនេះគាត់កំពុងតែរងចាំនាងនៅក្នុងចំការតំពាំងបាយជូរចំណែកទូឯកស្រីក៏បានយល់ព្រមជាមួយនឹងការផ្ដល់ជូនមួយនេះហើយនាងក៏បានដើរទៅជួបគាត់នៅក្នុងចំការតំពាំងបាយជូរនៅពេលនោះគាត់បានបង្ហាញអង្គមួយបាវដែលគាត់រៀបចំទុកឲ្យនាងទូឯកស្រីនឹងពិតជាសប្បាយចិត្តខ្លាំងណាស់បន្ទាប់មកនាងក៏បានបិទភ្នែកហើយពួកគេក៏បានធ្វើសង្គ្រាមជាមួយគ្នាយ៉ាងបញ្ញាបញ្ញាល់ក៏ប៉ុន្តែមិនទាន់នឹងឡើងដល់ឋានសួគ៌ផងក៏ស្រាប់តែមាននារីម្នាក់នឹងចូលមកជួអាចទៅធ្វើឲ្យដាច់ចង្វាក់ពួកគេឃើញបែបនោះទូឯកស្រីមានអារម្មណ៍ថាខ្មាស់អៀនហើយនាងក៏បានបញ្ញាបញ្ញាលើកបាវអង្គនឹងចាក់ចេញពីទីនោះភ្លាមៗខណៈពេលដែលអានញ៉ូនឹងយកបាវអង្គត្រឡប់ទៅផ្ទះវិញអ្នកភូមិក៏មានការសង្ស័យថាតើនាងបានអង្គមកពីណាហើយអ្វីបានជាខ្លួនរបស់នាងនឹងប្រឡាក់ដីបលុះបែបនេះតែអានញ៉ូនាងមិនបានខ្វល់នោះទេហើយក៏បញ្ញាប់យកអង្គនឹងទៅទុកនៅក្នុងផ្ទះហើយនាងក៏បានផ្លាស់សម្លៀកបំពាក់ចេញបន្ទាប់មកនាងក៏បានទៅសុំខ្ចីអស់ពីស្ត្រីចំណាស់ម្នាក់គាត់ក៏សប្បាយចិត្តនឹងឲ្យនាងខ្ចីគាត់បានដើរមករកទូឯកស្រីដោយទឹកមុខញញឹមហើយបានសួរទៅនាងថាតើចាប់អារម្មណ៍ចង់ចាំទៅកើនាងនឹងជាមួយនឹងគាត់អត់គាត់ប្រាប់ថាគាត់ត្រូវការអ្នកមកជួយព្រោះឥឡូវនេះគឺវាមានចំនួនច្រើនណាស់ហើយគេត្រូវការស្លឹកម៉ូណាវីស៊ីច្រើនដែរដើម្បីធ្វើឲ្យវានឹងឆាប់ចូលសម្បុកបានហើយគាត់បាននិយាយថាក្នុង3ឈុតនឹងអាចបានដល់100វ៉ុននោះគាត់នឹងចែកឲ្យនាងចំនួន20វ៉ុនឬបែបនោះទូឯកស្រីក៏បានចូលរួមជាមួយនឹងគាត់ភ្លាមៗហើយគាត់បានប្រាប់ឲ្យទូឯកស្រីចាប់ផ្ដើមការងារនៅថ្ងៃស្អែកនេះតែម្ដងនៅពេលដែលត្រឡប់ទៅដល់ផ្ទះវិញទូឯកស្រីបានឃើញថាសាំដូលនឹងកំពុងតែមើលភ្លើងបានប្រាប់ឲ្យគាត់នឹងទៅរកអស់មកឲ្យនាងក៏ប៉ុន្តែសាំដូលគេបានសួរទៅទូឯកស្រីថាតើនៅថ្ងៃមុននាងបានធ្វើអ្វីខ្លះនៅចំការព្រោះដោយសារតែគេបានឃើញថាខ្នងរបស់នាងនឹងប្រឡាក់សុទ្ធតែដីទូឯកស្រីបាននិយាយថានោះមិនមែនជារឿងរបស់គេនោះទេហើយនាងក៏បានដេញសាំដូលនឹងឲ្យចេញពីផ្ទះបាយរបស់នាងភ្លាមៗសាំដូលគេបានដើរចេញហើយក៏បាននិយាយថាថ្ងៃណាមួយនាងនឹងចាប់បោះគេហើយបន្ទាប់មកខណៈពេលដែលទូឯកស្រីនឹងបានលើកបាយម្ហូបចូលទៅក្នុងផ្ទះនាងក៏ឃើញថាស្ត្រីចំណាស់ម្នាក់នឹងកំពុងតែយកអង្គរបស់នាងតាមអំពើចិនដោយមិនខ្ចីប្រាប់ទូឯកស្រីនឹងមួយម៉ាត់នោះឡើយលុះដល់ពេលយប់ឡើងប្តីរបស់ស្ត្រីចំណាស់ម្នាក់នឹងបានលួចយកអង្គកន្លះបាវហើយឡើងមកលើផ្ទះរបស់ទូឯកស្រីដោយប្រាប់ថាគាត់យកអង្គមកជាធ្នូជាមួយនឹងការដេកជាមួយនាងនៅពេលនោះទូឯកស្រីក៏បានយល់ព្រមហើយនាងក៏ពិតជារន្ធត់ចិត្តខ្លាំងណាស់ក៏ប៉ុន្តែបរិសម្នាក់នោះគាត់មិនអាចឡើងដល់ឋានសួគ៌ដោយសេចក្តីប្រាថ្នារបស់គាត់នោះទេលុះព្រឹកឡើងពេលដែលកំពុងតែធ្វើការទូឯកស្រីបានលួចទៅប្រមូលស្លឹកមនក៏ប៉ុន្តែនៅពេលនោះមេភូមិបានហៅនាងឲ្យមកធ្វើការវិញហើយបានប្រាប់ទៅនាងថាគាត់ប្រាប់ឲ្យនាងមកធ្វើការហើយអ្វីបានជានាងនឹងមកប្រមូលស្លឹកមនអញ្ចឹងបន្ទាប់មកគ្រប់គ្នាក៏ខំប្រឹងធ្វើការប៉ុន្តែមេឃបានធ្លាក់ភ្លៀងយ៉ាងខ្លាំងដែលធ្វើឲ្យគ្រប់គ្នានឹងបញ្ញាបញ្ញារត់ចូលទៅក្នុងភូមិវិញក៏ប៉ុន្តែអានញ៉ូនាងមិនបានមកវិញនោះទេហើយនាងក៏ត្រូវបានមេភូមិនឹងអូសដៃនាងទៅវាយឡើងនៅក្រោមដើមឈើមួយបន្ទាប់ពីរួចរាល់គាត់បានជូនជៀនមកវងឲ្យទៅទូឯកស្រីជាធ្នូជាមួយនឹងការដែលនាងជូនគាត់ឡើងទៅដល់ឋានសួគ៌កាត់ទៅដល់ទៀមស្រាក៏មានមនុស្សមួយក្រុមនឹងកំពុងតែអង្គុយជជែកគ្នាពេលនោះក៏ស្រាប់តែមានបរិសម្នាក់នឹងសាកល្បងយកអង្គហើយធ្វើដំណើរតម្រង់ទៅផ្ទះរបស់ទូឯកស្រីហើយពួកគេបាននិយាយថាមានបរិសម្នាក់បានដេកជាមួយនាងដោយដោះដូរជាមួយនឹងអង្គមួយបាវពេលនោះយុវជនទាំងអស់នោះបានសម័យថាទូឯកស្រីនឹងបានយល់ព្រមជាមួយគេដែលធ្វើឲ្យសាំដូលគេទ្រាំស្ដាប់តទៀតមិនបានហើយក៏រត់គេចចេញពីទីនោះយ៉ាងលឿនក្រោយមកទៀតនោះទូឯកស្រីក៏បានយកស្លឹកមនទៅឲ្យលោកយាយហើយគាត់ក៏បានសួរទៅនាងថាតើគឹមសម្បូរយកអានញ៉ូធ្វើជាប្រពន្ធបានយ៉ាងម៉េចអ្នកខ្លះគេគិតថាយកនាងបានពីលបែងដោយសារតែអតីតប្តីរបស់ទូឯកស្រីនឹងយកនាងទៅភ្នាល់អ្នកខ្លះទៀតគិតថាទូឯកស្រីនឹងបានរត់គេចជាមួយនឹងគឹមសម្បូរដោយភ្ជាប់ជាមួយនឹងរូបភាពនៃការសម័យថាប្តីប្រពន្ធមួយគូនេះបានផ្លាស់ទៅរស់នៅភូមិថ្មី
ได้บรอในขนมภูมินึงบ้านสำลังมือนิ่งดาวศึกได้เสกเลียนก็พรุตาสำรองระบอนี้นึงสะอาดโดยจิตเตที่ด่านจังกัดมาดาวตัวไอซ์เลยในวิญนิ่งกำปงแต่งกุยสำลังมือจีนได้เนียงบ้านปีไม่ภูมิกระมกนิ่งบ้านยกวิตดาในขนมกระนาดหมวยให้ยกวิตดาในขนมตู้บนโต๊ะมกนิ่งกับบ้านถวยการจูสำอาดวีด้อมมันบ้านจับอารมณ์ทำเมียมโนนึงกำปงแต่ลุยมือเนียงนุเต้กลายเป็นได้กำปงแต่สำลังมือเนียงนึงเกคือจิซัมดลขณะไปได้เกกำปงแต่ลุยมือเนียงนึงตัวมันบ้านเกกับบ้านบากทวีจูตะขนมตัวไอซ์นิ่งเมียนการพยับเอาอย่างครั้งให้กับบ้านสไลคลังทำเมียนเจ้านั่งจูมาแต่ระบอเนียงให้ซัมดลเกกับบ้านปัญญาประเจงปีตีนึงเพลียมในปรึกบรรทบสไลใส่ในขนมภูมินั่งกับบ้านน้อมคณีตัวเบากระอาปุกเกกับบ้านจูบจมูกหนึ่งตัวไอซ์ไรให้ชงอทายไว้บ้านจิมนุษย์เราจิจราเนี่ยในขนมภูมินั่งจูจัดอ่านยอบอย่างนี้ไอซ์ไรในเปได้เนียงบ้านลือให้นิ่งกันในแต่เบากระอาโดยธรรมดาขณะนั้นก็มีในรีบันได้ในกบายตัวไอซ์ไรนั่งบ้านสู้แต่เนียงแท้ใต้จินจีนั่งเนียงเต็งคลูนไอแมนตัวไอซ์กับบ้านชลายแท้เนียงตั้งแต่เมียกระไดสมัยจองบ้านจินจีนแปะก็เป็นได้เนียงก็ตัวบ้านวิ่งในไงมวยดำเมียนเพลียงเปได้ตัวไอซ์ไรตลบตลบแต่วิ่งลงย้ายกับบ้านรถมาปราบแท้อะไรนี่ก็มีปัญหาทมหายโดยซาแต่เมียนดังเกินเนียงจิจรานั่งเตะบ้านงอมเป็นนกกอดบ้านปลายตัวไอซ์ไรนั่งตลกสลักมอนจำนวนบุญกันตรอเมาบนทว่าตัวไอซ์ไรกับบ้านโจปรมให้นิ่งกับบ้านดาจะเจงเตยอย่างเลื่อนก็เป็นได้นเปได้ตัดดอลอันยอบบ้านจูบจมูกหนึ่งรอมันแน่ดำเมียนชมูทัดชิลสูงนเปนั่งตัวไอซ์ไรบ้านรำคาญก็ได้ถ้วยกอดนั่งเตะโจตะขนงตึกโอบนทว่ากอดกับบ้านกรอกลางอย่างเลื่อนให้กระรถตามตัวไอซ์ไรโจตะขนงเปรย์บาดเตยกอดบ้านรถตามปีกรอยตัวไอซ์ไรระหดดอกเคยเนียงนั่งสลัดกับอาเจงแตงอ๋อให้กระยกกับอาระบอเนียงได้สามน้องมหาสมเด็จลำใบฉับสงดขณะเพื่อได้ชีซุงเก็บบ้านเคยเรียงกายระบอตัวไอซ์ไรนั่งเก็บกับบ้านปัญญารถมารกเนียงก็เป็นได้ตัวไอซ์ไรบ้านปลายเกนั่งตัวบัสลักโมนมาเอาเนียงสันหาชีซุงเก็บกับบ้านอยู่พรมทัวตามบงกอบระบอเนียงแตงอ๋อโดยเก็บบ้านตัวบัสลักโมนั่งยกมาเอาเนียงหาชีซุงเก็บกับบ้านสมตัวไอซ์ไรแท้แต่เนียงอาจเอายมมวยบ้านอ่อนให้แบบพร้อมยุบนิกยมยกกอมาเอามาบ้าวเป็นได้ตัวไอซ์ไรเนียงมันอยู่พรมนุเต้ปรุดาซาแต่เนียงมันจังบ้านชีซุงเก็บกับบ้านสูทาแต่เนียงจังบ้านเอาไว้ตัวไอซ์ไรเนียงบ้านใหญ่ตรังแท้คือเนียงจังบ้านจินจีในนางหนึ่งใดปะปนกอดแปะชีซุงเกี่ยวกับบ้านอยู่โปร่งเพลียมให้คอดในใหญ่แท้จังยุบนี้ยังหนึ่งจูบคนี้ในขนมโรงมาสินกันสไลลูกเดไปยุบล้างชีซุงเกี่ยวกับบ้านบัดที่นอมโกนโจเกงเพลียมให้คอดกับบ้านสไลหาปะปนระบอกกอดนั่งให้ฉับโจเกงได้เป้ปะปนระบอกกอดมอกอดกับบ้านจับประดามเป็นสกัดตามระบอกกอดโดยถ้วยกาบองแกบจมูกหนึ่งปะปนระบอกกอดนั่งจิจรานดองต่อปีบรรจบเป็นสกัดตามจมูกหนึ่งปะปนระบอกกอดหายปะปนระบอกกอดกับบ้านได้ลวดโดยจิมนุสลับจังโดยซาแต่กอดฮอตเนื้อในขนมกาเงียบบังมันนั่งชีซุงเกี่ยวกับเมนาการในขนมกาลุยยงจีนั่งปีมเรียมได้ระบอเนียงให้กับปัญญารถตะลงมาสินกันสไลตามการสัญญาระบอกกอดเพลียมเนเป้ได้แนะตั้งปีบานจูบคนี้อันยอบเนื้อกับบานดังแท้ปีสัญญาคือจิการสัญญาเชซ่งเกี่ยวกับบานยกจีนั่งมาแปะนันเริ่มเรียมได้ระบอกตัวไอซ์ไลถนอมบนท้องมอดแนะตั้งปีกับบานรวมแระจมวยคนี้ไปมาหยบแต่มาดองบนใต้ในปลึกบนท้องซ้ำโดนนั่งเก็บบานตกแต่ระบอกตัวไอซ์ไลให้เกี่ยวกับบานลุยมือคืนทัดตัวไอซ์ไลนั่งกำปองแต่เด็กรู้รถตรอมแรงบ้านเกี่ยวกับบางทวีโจตะขนงบนต้นเป็นนู้ตัวไอซ์ไลบานพยาดังครูล้างให้กระสูทำเมียนไว้การล้างให้ไว้บ้านจีเกนั่งโจมขนงบนต้นระบอกเนียงแบบนี้ตัวไอซ์ไลบานได้ใหญ่เกนั่งชับเจงปีบนต้นนี้ให้เนียงบ้านสไลอันเนี้ยจัดค้างนั่งมาจุยเนียงโดยซาแต่เนียงตระบานซ้ำโดนนั่งจับบังคอมในขนมบนต้นซ้ำโดนเก็บบานใหญ่ปราตัวอันยอบแท้เมื่อเส้นจีเนียงตระการลอยนึงรู้ซาระบอกเกคือปัจจิมินลอยจานคลังหน้าตัวไอซ์ไลนั่งบานชลายตอบตัวเวงแท้เมื่อตู้ใบจีเกนั่งเอาเนียงมือเลียนวนก่อนเนียงเหมือนปลอมจมูกหนึ่งเกได้บนต้นมาใส่จีเนียงกับบานการตบแต่ระบอกชิลสงในปีนี้ประปุนระบอกก็จับดาวเมนอารมณ์ท่าจมไหลโดยซาแต่บัดจินชินปีมเรียมได้ระบอกเนียงแต่ให้เนียงบ้านชียิมโรนึกได้ก็เป็นได้อย่างน่าก็เนียงจำเหมือนบานซ้อให้เนียงบ้านใหญ่ปรับใส่โนตีนุ่งปีกาบัดจินระบอกเนียงพลิมนุก็ทราบแต่ตัวไอซ์เล็กเนียงบานมาบอกกับอาได้ขณะเป้ได้กำปงแต่บอกกุนุ่งใส่โนตีนุ่งกับบานกอดสมกอเคยแท้นนเริ่มเรียมได้ระบอกตัวไอซ์เล็กนึงก็มีจินทำไมมาวงเตียนให้เนียงบ้านใหญ่ปรับแต่ปุเกแท้นี่วิกรอนตายจินโดยแต่ปุเกนึงบานคืนการปีมาเสริมโนเต้บนต่อมาตัวไอซ์เล็กกับบานตลบมาแต่วิ่งโดยตกใส่โนตีนุ่งชงอกรุบเนียนจังเตยบนใต้ใส่โนตีนุ่งบานปรับแท้จุบานนั่นนี่วิคือจินได้ประปุนชินทรงนึงบานบัดไงหมดหนึ่งไอโดยปุเกบานเกิดทายประหายจีประเดี๋ยวระบอกนี้นึงบานลุยวิแต่เอาตัวไอซ์ไลไอบนต่อมาปุเกกับบานนอมคณีนึงตัวปลุดเวชิทรงอย่างดำน้ำโดยให้ปุนิ่งกับบานนอมคณีทัวดำนาตบแต่ระบอกตัวไอซ์ไลบรรทอเตียนเนื้อเป้เตอร์ดอดปุใส่ตึงอ่อนนึงกับบานนอมคณีสูน้อมให้ตัวไอซ์ไลกับบานรีบรอบบปีดำนาเรียงตึงอ่อนและทัวเนื้อนึงมันไอแต่ตัวยกบานให้กับนอมคณีวิแต่เลยตัวไอซ์ไลนึงเอาลงระบบอย่างดำน้ำเคยแบบนู้นประเดี๋ยวกับหอยตึงอ่อนนึงกับบานมันนอมปะปุ้นตลอดตบแต่วิ่งบนต่อมาตัวไอซ์ไลกับบานกรอกลางมาวิ่งแต่งเรียงกายนึงโปปินแต่ดอยสนามระบบพร้อมจมูกหนึ่งกาบัดมองเกตโยติดพองเนื้อบานจริงมาหมกแต่ไอซ์ไลกรอกมาได้บนต่อมอกใส่จะเรื่องกับบานกัดตะเดินตะการระบบตัวไอซ์ไลจมูกหนึ่งปุกมาได้ระบบเนื้อแต่ระบบเนื้อปัจจุบันจีบเพียบไกลกรอกลางนะมันมีทรงใบแต่หาหบจกกรุบกร้อนเนื้อมีปนบังการใบแน่ร่วมจมูกหนึ่งปุกระบบเนื้อในปีนี้นึงกำปงแต่ชื่อติดพองตัวไอซ์ไลนึงคือจีโกนใส่จบองได้มันดังทานในประเทศไอจูยไว้บ้านโดยชนิดให้เติมเนื้อสำหรับจัดจ่าจริงปี
ពីផ្ទះដើម្បីទៅរកចំណីអាហារនឹងមកឲ្យប្អូនស្រីរបស់នាងហូបនៅពេលនោះនាងបានដើររហូតដល់កំពង់ផែក៏ស្រាប់តែនាងបានប្រទះឃើញនៅដំឡូងផ្អែមជាច្រើនហើយនាងក៏បញ្ញាប្រមូលយកវាដើម្បីទៅចែកប្អូនរបស់នាងក៏ប៉ុន្តែចុងក្រោយនាងក៏ត្រូវម្ចាស់ដំឡូងចាប់បានបន្ទាប់មកគេក៏បាននាំនាងទៅវាយឡើងនៅក្នុងព្រៃហើយនោះវាគឺជាលើកទី1របស់នាងផងដែរបន្ទាប់មកសាច់រឿងក៏បានកាត់ទៅដល់បច្ចុប្បន្នវិញខណៈពេលដែលកំពុងតែមានភ្លៀងធ្លាក់ទូឯកស្រីនឹងបានស្រែករកម្ដាយទាំងការឈឺចាប់លុះដល់ព្រឹកបន្ទាប់អ្នកភូមិក៏បានប្រជុំគ្នាដោះស្រាយបញ្ហានៅពេលនោះសំឡេងក៏បានបែងចែកជាពីរផ្នែកដោយក្រុមទី1នឹងគឺចង់ឲ្យទូឯកស្រីចាក់ចេញពីភូមិភ្លាមចំណែកភាគីទី2នឹងគឺចង់ចាំឲ្យប្តីរបស់ទូឯកស្រីត្រឡប់មកវិញសិនរួចហើយចាំឲ្យពួកគេនឹងចេញពីភូមិជាមួយគ្នាប៉ុន្តែពួកគេមិនទាន់អាចសម្រេចបានទេនៅពេលនោះក៏មានអ្នកភូមិម្នាក់នឹងបានស្នើឲ្យប៉ូលីសនឹងទៅនិយាយជាមួយនាងដើម្បីវល់នាងនឹងឲ្យចាក់ចេញពីទីនេះហើយគ្រប់គ្នាក៏បានយល់ស្របជាមួយនឹងវិធីនេះដែរក្រោយមកទៀតនោះប៉ូលីសក៏បានទៅផ្ទះរបស់ទូឯកស្រីនឹងដើម្បីនិយាយចរចាជាមួយនាងរួចគាត់បានបញ្ជាឲ្យនាងនឹងខ្ចប់អីវ៉ាវ៉ាន់ហើយរើចេញពីទីនេះនៅពេលនោះទូឯកស្រីនឹងបានយំហើយនិយាយថាគឺនាងយល់ព្រមចំពោះសំណើមួយនេះក៏ប៉ុន្តែយ៉ាងណាមិនអាចបន្តនាងតែម្នាក់ឯងបាននោះទេក៏គួរតែបន្តប្រុសទាំងអស់នោះដែរប៉ុន្តែប៉ូលីសក៏ថាស្រីទាំងអស់នោះក៏ខុសដែរដោយសារតែពួកគេបាននាំមនុស្សមួយក្រុមមកធ្វើបាបនាងដល់ផ្ទះទូឯកស្រីនឹងបានសុំវល់ទៅប៉ូលីសថាទោះជាពួកគេឲ្យនាងធ្វើអ្វីក៏នាងព្រមដែរក៏ប៉ុន្តែសូមកំដេញនាងចេញពីភូមិនេះអីបន្ទាប់មកទូឯកស្រីក៏បានទៅបិទទ្វារដោយប្រើល្បិចអូកាឡាដាក់តាចាស់ម្នាក់នឹងចំណែកឯសាំដូនដែលនៅខាងក្រៅនឹងគេក៏បានចោះប្រហោងមួយដើម្បីលួចមើលព្រឹត្តិការណ៍នៅក្នុងបន្ទប់នោះបើទោះបីជាប៉ូលីសនឹងគាត់គឺជាមនុស្សចាស់យ៉ាងណាក៏ដោយក៏ប៉ុន្តែគាត់ក៏ជាបរិសុទ្ធដែរនៅទីបំផុតគាត់ក៏ចាញ់ល្បិចទូឯកស្រីហើយក៏ត្រូវបានធ្លាក់នៅក្នុងលងតណ្ហារបស់នាងនៅពេលនោះតែម្ដងលុះដល់ពេលស្អែកឡើងអាចញោមក៏អាចបន្តនៅក្នុងភូមិដូចជាពេលធម្មតាក៏ប៉ុន្តែនៅពេលនោះទូឯកស្រីក៏ជួបជាមួយនឹងបញ្ហាម្ដងទៀតដោយសារតែលោកយាយនឹងបានមកប្រាប់ថានៅពេលនេះដង្កូវនាងគឺចិត្តប្រមូលផលទៅហើយក៏ប៉ុន្តែវាបែរជាខ្វះចំណីសម្រាប់ពួកវាទៅវិញដូច្នេះគាត់បានប្រើឲ្យទូឯកស្រីជាមួយនឹងសាំដុលចេញពីភូមិដើម្បីទៅស្វែងរកស្លឹកមនសម្រាប់ឲ្យដង្កូវនាងស៊ីខណៈពេលនោះដែរទោះបីជាទូឯកស្រីនឹងនាងមិនពេញចិត្តយ៉ាងណាក៏ដោយក៏នាងត្រូវតែធ្វើតាមបង្គាប់របស់លោកយាយដែរបន្ទាប់មកពួកគេទាំងពីរនាក់នឹងក៏បានប្រញាប់ចេញពីភូមិទាំងយំចំណែកសាំដុលនឹងគេតែងតែមានគំនិតចង់បោកកែបជាមួយនឹងអាញ៉ងមិនយូរប៉ុន្មានពួកគេក៏បានធ្វើដំណើរទៅដល់ចំការមនក៏ប៉ុន្តែមើលទៅហាក់ដូចជាមិនមានម្ចាស់នឹងនៅចាំចំការនោះទេដូច្នេះទើបបានជាពួកគេនឹងនាំគ្នាបេះប្រមូលយកស្លឹកមនយ៉ាងលឿនខណៈពេលដែលពួកគេនឹងកំពុងតែញាប់ដៃញាប់ជើងក៏ស្រាប់តែម្ចាស់ចំការនឹងបានចេញមកស្រែកខ្លាំងៗថាតើនរណាគេកំពុងតែធ្វើអីនឹងដែលធ្វើឲ្យសាំដុលនឹងគេភ័យហើយរត់ចេញយ៉ាងលឿនដោយទុកឲ្យទូឯកស្រីនឹងនាងនៅតែម្នាក់ឯងអាញ៉ងនាងមានអារម្មណ៍ថាភ័យយ៉ាងខ្លាំងនាងបានប្រើកម្លាំងរបស់នាងទាំងអស់ដើម្បីរត់ចេញក៏ប៉ុន្តែនៅទីបំផុតនាងក៏ត្រូវបានម្ចាស់ចំការចាប់បាននៅពេលនោះទូឯកស្រីបានសុំវល់គាត់នឹងឲ្យដោះលែងនាងទៅប៉ុន្តែដោយសារតែសម្រស់របស់ទូឯកស្រីនឹងក៏បានធ្វើឲ្យម្ចាស់ចំការនឹងភាំងមួយសន្ទុះបន្ទាប់មកគាត់ក៏បានយកព្រមនាងទៅក៏ប៉ុន្តែត្រូវតែដោះដូរជាមួយនឹងអ្វីដែលគាត់ចង់បានក្រោយមកទូឯកស្រីក៏បានត្រឡប់មកវិញជាមួយនឹងស្លឹកមនជាច្រើនទូឯកស្រីបានប្រាប់ថានាងបានវល់ម្ចាស់ចំការទាំងយប់ដើម្បីឲ្យដោះលែងនាងនៅយប់មួយនោះខណៈពេលដែលទូឯកស្រីនឹងកំពុងតែអង្គុយដេកខោអាវសាំដុលគេបានចូលមករកទូឯកស្រីទាំងសង្វឹងជោគជាំព្រមទាំងយកកណាត់សូត្រខ្លះនឹងមកឲ្យទូឯកស្រីដោយជាធ្នូដើម្បីឲ្យគេនឹងបានដេកជាមួយនឹងនាងនៅទីនេះពេញមួយយប់ក៏ប៉ុន្តែទូឯកស្រីគឺនាងនៅតែបដិសេធទៀតសាំដុលគេប្រាប់ថាគេបានធ្វើការសន្សំលុយអស់រយៈពេល30ឆ្នាំទៅហើយដើម្បីបានលុយអាចទិញរបស់ទាំងអស់នេះមកមិនត្រឹមតែប៉ុណ្ណោះសាំដុលគេបាននិយាយគម្រាមទៅទូឯកស្រីថាគេនឹងប្រាប់ប្តីរបស់នាងថានាងទៅលួចមានអីជាមួយនឹងប្រុសផ្សេងនៅពេលដែលឮបែបនោះទូឯកស្រីនាងពិតជាខឹងជាខ្លាំងហើយនាងបានស្រែកជេរបញ្ចោលសាំដុលហើយអ្វីបានជាគេនឹងអាក្រក់យ៉ាងនេះនៅពេលដែលឮបែបនោះសាំដុលគេក៏បានស្រក់ទឹកភ្នែកហើយក៏ស្ទុះចូលមកក្នុងផ្ទះដើម្បីចាប់រំលោភទូឯកស្រីខណៈនោះអាញោបានស្រែកខ្លាំងដែលធ្វើឲ្យឮទៅដល់អ្នកភូមិក្រោយមកអ្នកភូមិក៏បានទៅខាត់សាំដុលគេប្រាប់ថាគេស្រឡាញ់ទូឯកស្រីមុនពេលដែលគេដើរចេញពីផ្ទះដោយទុកឲ្យនាងនឹងយំតែម្នាក់ឯងក្រោយមកទៀតនឹងរឿងអាស្រ័យទូឯកស្រីជាមួយនឹងប៉ូលីសនឹងត្រូវបានគេផ្សព្វផ្សាយពេញភូមិហើយក៏មាននារី3នាក់នឹងបាននិយាយអំពីរឿងរ៉ាវដែលបានកើតឡើងនៅយប់នោះពួកគេបានកត់សម្គាល់ឃើញទាហានជប៉ុនម្នាក់នឹងកំពុងតែអង្គុយនៅក្រោមដើមឈើពួកគេដឹងច្បាស់ថាមិនយូរប៉ុន្មានទេឃឹមសម្បូរនឹងគេនឹងត្រឡប់មកភូមិវិញហើយព្រោះនៅរាល់ពេលដែលឃឹមសម្បូរត្រឡប់មកផ្ទះវិញនឹងគឺតែងតែមានទាហានជប៉ុននឹងដើរតាមគាត់គ្រប់ពេលហើយវាគឺពិតជាបែបនឹងមែនឃឹមសម្បូរគាត់បានត្រឡប់មកភូមិវិញទូឯកស្រីនឹងបានរៀបចំម្ហូបអាហារដើម្បីឲ្យប្តីញ៉ាំនាងបាននិយាយទៅអូនត្អែប្រាប់ប្តីថានាងតែងតែនៅម្នាក់ឯងរហូតហើយនាងមាននឹងត្រូវសាំដុលនឹងរំលោភនាងម្ដងទៅហើយភ្លាមនោះក៏ស្រាប់តែសាំដុលនឹងគេបានចូលមកសួរសុខទុក្ខឃឹមសម្បូរក៏ប៉ុន្តែទូឯកស្រីបានដេញគេទៅវិញនៅពេលនោះសាំដុលគេបាននិយាយថាហើយអ្វីបានជានាងខំការពារម្លេះខ្ញុំគ្រាន់តែមានរឿងខ្លះចង់និយាយជាមួយនឹងប្តីរបស់នាងតើក្រោយមកអ្នកទាំងពីរក៏បានឆ្លោះប្រកែកគ្នាយ៉ាងខ្លាំងដោយមិនខ្ចីខ្វល់អំពីឃឹមសម្បូរដែលអង្គុយនៅទីនោះឡើយរហូតធ្វើឲ្យគាត់ចាប់ផ្ដើមខឹងហើយក៏បានវាយទៅលើសាំដុលនឹងដែលធ្វើឲ្យគេធ្លាក់ពីលើផ្ទះបន្ទាប់មកអ្នកទាំងពីរក៏បានវាយបតែបតបគ្នាខណៈពេលនោះដែរក៏ឃើញថាទាហានជប៉ុននឹងកំពុងតែឈរមើលហើយក៏មានបរិសុទ្ធចំណាស់ពីរនាក់នឹងបានទៅប្រាប់ទាហានជប៉ុនថាឲ្យជួយខាត់ពួកគេផងក៏ប៉ុន្តែទាហានជប៉ុននឹងបានប្រាប់ថាដោះស្រាយខ្លួនឯងទៅហើយចុងក្រោយនោះឃឹមសម្បូរគេបានចាត់ការ
ទៅលើសាំដូលនោះដែលធ្វើឲ្យគេសន្លប់ស្ដោកតែម្ដងបន្ទាប់មកឃឹមសម្បូរគេបានដើរចូលទៅក្នុងផ្ទះដើម្បីសួរនាំរឿងគ្រប់យ៉ាងពីប្រពន្ធទូឯកស្រីនឹងបាននិយាយសារភាពថានាងគឺពិតជាទលួចមានអីជាមួយនឹងមនុស្សប្រុសនៅក្នុងភូមិពិតមែនឬបែបនោះគេពិតជាខឹងជាខ្លាំងហើយក៏បានវាយប្រពន្ធរបស់គេរហូតដល់សន្លប់នៅពេលដែលឃឹមសម្បូរឃើញតែប្រពន្ធសន្លប់បាត់មាត់អញ្ចឹងគេក៏បានបញ្ញាទៅតាមគ្រូពេទ្យដើម្បីមកជួយសង្គ្រោះប្រពន្ធក៏ប៉ុន្តែនៅពេលដែលគ្រូពេទ្យមកដល់នោះក៏ឃើញថានាងមិនអីនោះទេដោយនាងបានក្រោកឡើងហើយអង្គុយជូតអត់ដូចជាគ្មានរឿងអ្វីកើតឡើងអញ្ចឹងនៅយប់នោះឃឹមសម្បូរគេបានព្យាយាមលួងលោមប្រពន្ធរបស់គេហើយសូមឲ្យនាងនឹងអត់ទោសឲ្យគាត់ផងលុះដល់ពេលស្អែកឡើងឃឹមសម្បូរនឹងគេបានត្រៀមខ្លួនដើម្បីចេញដំណើរទៀតហើយគឺគាត់មិនដែលខ្វល់នឹងអ្វីដែលតួឯកស្រីបាននិយាយតទៅសោះចំណែកនៅក្នុងភូមិនៅពេលនោះគឺជារដូវច្រូតកាត់អ្នកភូមិក៏ចេញទៅធ្វើស្រែដូចជាពេលធម្មតាចំណែកឯឃឹមសម្បូរវិញគេបានស្លៀកសម្លៀកបំពាក់ឈុតពណ៌ខ្មៅគាត់បំរុងចេញពីផ្ទះដោយមានទាហានជប៉ុននឹងកំពុងតែរងចាំគាត់ចំណែកឯអានញ៉វិញនាងបានត្រឹមតែអង្គុយយំនៅក្នុងផ្ទះដោយសម្លឹងមើលប្តីរបស់នាងនឹងកំពុងតែចាក់ចេញទៅហើយគាត់ក៏បានប្រមូលយកលុយទាំងអស់ដែលនាងបានសំរួចនិយាយកុហកថាថ្ងៃណាមួយគាត់នឹងត្រឡប់មកវិញដោយមានលុយជាច្រើនដើម្បីឲ្យជីវិតរបស់ពួកគេនឹងកាន់តែប្រសើរឡើងហើយចំពោះសាច់រឿងរបស់យើងនឹងអេដមីនក៏សូមបញ្ចប់ត្រឹមតែប៉ុណ្្នឹងឯងតើអ្នកទាំងអស់គ្នាជួយយ៉ាងណាដែរចំពោះសាច់រឿងមួយនេះបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចជួយចុច like Subscribe និងដាក់រូបកណ្ដឹងម្នាក់មួយផងយើងនឹងជួបគ្នាក្នុងវីដេអូក្រោយជាបន្តទៀត